កុមារដែលអត់ទាន់បានទទួលអាហារតាមសាលារៀនណាប្រហែលជាបាទ27%ទៅសាលាបាទឃ្លានបាទនៅឃ្លានហើយប្រហែលជា20%គឺគាត់ញ៉ាំអត់គ្រប់គ្រាន់ទេមានញ៉ាំអំបិលប្រហុកណាបាទញ៉ាំអំបិលប្រហុកហើយអញ្ចឹងនៅពេលដែលយើងផ្ដល់អាហារតាមសាលារៀនទៅឲ្យគាត់មកទៀងទាត់ម៉ែឪក៏បញ្ជូនមករៀនបាទដឹងថាអូសាលានេះមានមហាពេលព្រឹកគាត់បញ្ជូនមកពីមុនអត់ទេអត់បញ្ជូនកូនមកទេឥឡូវបញ្ជូនមកទៀងទាត់ទី2ទៀតគាត់មករៀនអត់ឈប់ពីពេលមុនក្នុងមួយឆ្នាំសិស្សឈប់17ថ្ងៃដោយសារមានបញ្ហាសុខភាពបាទអញ្ចឹងឃើញផលជះតែពីពេលមុនយើងថាថៃបាននៅទីជនបទសិស្សរៀនអត់ប្រកែដោយសិស្សនៅពេញថៃបានសិស្សកម្ពុជាពេលខ្លះរៀនអត់សិស្សប្រកែដោយសិស្សស្រុកក្រៅគឺដោយសារយើងហូបអត់គ្រប់គ្រាន់ខុសក្បាលលាស់ល្អចឹងហើយបានទី1ឪពុកម្ដាយត្រូវឲ្យកូនហូបចុកគ្រប់គ្រាន់ជាពិសេសពីអាយុ0ដល់3ឆ្នាំបន្ទាប់មកទៀតបញ្ជូនទៅរៀននៅមត្តេយ្យហើយអញ្ចឹងផ្ដល់អាហារឲ្យគាត់គ្រប់គ្រាន់គាត់ខំប្រឹងរៀនណាចឹងហើយបានកម្មវិធីផ្ដល់អាហារតាមសាលារៀនជាកម្មវិធីមួយដែលធ្វើឲ្យសង្គមយើងមានស្មារតីបាទកាត់បន្ថយគម្លាតរវាងទីក្រុងជនបទកាត់បន្ថយគម្លាតនៃការសិក្សារវាងសិស្សនៅទីក្រុងទៅសិស្សជនបទអញ្ចឹងគេថាថៃបានកម្ពុជាយើងលទ្ធផលសិក្សាទាបជាងគេគឺដោយសារមិនយើងសង្គ្រាម30ឆ្នាំបាទអញ្ចឹងទាល់តែសាងសង់សាលាល្អទាល់តែក្មេងមានហូបចុកគ្រប់គ្រាន់ទើបខំប្រឹងរៀនបាទអញ្ចឹងការសិក្សារៀនសូត្រវាមានកត្តាច្រើនកត្តាសិស្សសំខាន់ណាស់មិនអញ្ចឹងនឹងកត្តាសិស្សណាឲ្យសិស្សលូតលាស់ខួរក្បាលបានល្អបាទឲ្យសិស្សរៀនផ្ចង់ព្រោះពេលមុនគាត់អង្គុយអត់ហ្នឹងទេហ៊ីឃ្លានបាយនោះបាទទី2គឺកត្តាសាលារៀនបាទសាលារៀនត្រូវមានធនធានសិក្សាត្រូវមានបណ្ណាល័យបាទបានសាលាទាំងអស់ស្អាតអញ្ចឹងត្រូវមានកន្លែងលាងដៃបាទត្រូវមានប្រព័ន្ធអនាម័យបាទទី3គឺកត្តាម៉ែឪត្រូវជួយគាំទ្របញ្ជូនកូនទៅសាលាបាទចឹងយើងឃើញម៉ែឪខ្លះអត់បញ្ជូនកូនទៅសាលាបាទដល់ពេលមានអាហារតាមសាលាក៏បញ្ជូនពេលខ្លះម៉ែខ្លះឲ្យកូនទៅធ្វើការមិនចឹងជួយមានថាជួយជ្រូតស្រូវជួយអីមិនចឹងជាកម្លាំងពលកម្មប្រហែលនឹងកត្តាអីគឺកត្តានយោបាយក៏ដូចជាហើយចុងក្រោយគឺកត្តាក្រសួងនិងកត្តារដ្ឋាភិបាលដែលផ្ដល់ថវិកាបន្ថែមសម្រាប់កម្មវិធីផ្សេងចឹងហើយបានជា2001ខាងក្រសួងកសិកម្មអាមេរិកផ្ដល់ថវិកាសម្រាប់ធ្វើអាហារតាមសាលារៀនជារួមគេផ្ដល់ឲ្យ$122លានជប៉ុនក៏ផ្ដល់ជាថៃខពី2002 $49 លានកូរ៉េផ្ដល់$20 លានពី2020ដល់2029បានជារួមពីពេលមុនដៃគូផ្ដល់ឥឡូវនេះគឺរដ្ឋាភិបាលចឹងសម្ដេចបវរធិបតីគឺលោកផ្ដល់ជាអាទិភាពឥឡូវនេះគឺលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីក៏ឯកភាពជាប្រធានកិត្តិយសនៃកម្មវិធីផ្ដល់អាហារសាលារៀនមានន័យថាគឺជាកម្មវិធីមួយជោគជ័យគេទទួលស្គាល់ហើយមាននិរន្តរភាពយើងមានភាពជាម្ចាស់បាទមិនពឹងតែដៃគូទេយើងមានភាពជាម្ចាស់